អូខេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការបើក 5G ប្រើនៅលើទូរស័ព្ទដៃរបស់យើងហើយខ្ញុំបញ្ជាក់វីដេអូនេះខ្ញុំធ្វើឡើងសម្រាប់ទូរស័ព្ទដៃបងប្អូនណាដែល support 5G មកស្រាប់ណាប៉ុន្តែអត់ទាន់ដឹងពីកន្លែងបើកអូខេហើយខ្ញុំធ្វើវីដេអូនេះសម្រាប់ទៅលើទូរស័ព្ទដៃ Android ប៉ុន្តែទូរស័ព្ទដែលខ្ញុំកំពុងធ្វើនេះវាអត់ support 5G ទេប៉ុន្តែការចូលទៅកំណត់គឺវាដូចគ្នាទៅនឹង5G និង 4G ដែរបាទតើលើកមកឲ្យខាត់ពេលយូរបងប្អូនបើកទូរស័ព្ទរបស់យើងមកហើយបន្តមកបងប្អូនចូលទៅក្នុងការកំណត់ហើយខ្ញុំធ្វើនៅលើទូរស័ព្ទដៃ Android បាទចុចទៅលើការកំណត់បន្តមកទៀតបងប្អូនចុចពាក្យថាការកំណត់ SIM card និងបណ្ដាញបាទបងប្អូនចុចលើហ្នឹងមកបន្តមកទៀតបងប្អូនចុចនៅលើលេខទូរស័ព្ទរបស់យើង Smart ឬក៏ Smartphone បងប្អូនចុចទៅហើយចុចទៅលើ Smart បាទបន្តមកទៀតបងប្អូនច្បាស់ជាឃើញគេដាក់ថាប្រភេទបណ្ដាញដែលពេញចិត្តអញ្ចឹងបងប្អូនចុចលើហ្នឹងមកអញ្ចឹងនៅពេលដែលបងប្អូនចុចហើយប្រសិនបើទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាវាគ្រប់គ្រងឬក៏ support 5G បងប្អូនធ្វើការ select លើទៅតាមបងប្អូនចង់បាន 5G ហ្នឹងមកប៉ុន្តែដោយសារតែទូរស័ព្ទខ្ញុំវា support ត្រឹម 4G ខ្ញុំដាក់យក 4G ហ្នឹងតែម្ដងតែបើទូរស័ព្ទដែល support 5G វានឹងលោកបង្ហាញ 5G នៅលើហ្នឹងឲ្យបងប្អូន select លើហើយអញ្ចឹងបន្ទាប់ពីជ្រើសរើសហើយបងប្អូនចុចយល់ព្រមទៅហើយជាការស្រេចបងប្អូន SIM មួយទៀតក៏បងប្អូនអាចធ្វើអញ្ចឹងបានដែរបាទដល់ចុចទៅលើហ្នឹងមកហើយរើស 5G ទៅសម្រាប់បងប្អូនទូរស័ព្ទរបស់បងប្អូនដែលគ្រប់គ្រងសេវា 5G ព្រោះដោយសារតែឥឡូវនៅក្នុងប្រទេសយើងអាចប្រើ 5G បានតែតាមតំបន់មួយចំនួនហើយបាទអញ្ចឹងបងប្អូនត្រៀមខ្លួនទទួល 5G ប្រើទៅហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាពេញចិត្តនឹងចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច share like and subscribe channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលា